សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះយល់ដាក់គោលស្មៅទាំងមូលនៅក្នុងឆ្នាំងបាយវាឆ្ងាញ់ណាស់ដោយមិនបន្ថែមទឹកមួយដំណក់ត្រីមានរសជាតិឆ្ងាញ់មិនស៊ីសាច់ឬឈើសូម្បីតែស៊ុបក៏អាចត្រាំបាយបាន3ចានដែរចំណុចសំខាន់គឺថាវាសាមញ្ញណាស់តាមដានវីដេអូទាំងអស់គ្នាសូមមើលពីរបៀបដែលខ្ញុំធ្វើវាដំបូងយើងទិញត្រីគោរាំងលាងសម្អាតវាជាមួយទឹកដែលកំពុងរត់ត្រូវប្រាកដថាដកសក់ខ្មៅនៅខាងក្នុងលាងជម្រះវាដោយឆ្អឹងត្រីនិងឈាមនេះក៏ជាប្រភពសំខាន់នៃក្លិនត្រីផងដែរយើងបានសម្អាតវាហើយវាស្អាតដូចក្នុងវីដេអូបន្ទាប់មកប្រើកន្ត្រៃផ្ទះបាយដើម្បីកាត់ព្រុយមិនចង់បានដូច្នេះវាមានសុវត្ថិភាពជាងសម្រាប់មនុស្សចាស់និងកុមារក្នុងការញ៉ាំបន្ទាប់ពីកាត់វាចេញសូមប្រើកាំបិតដូចបានបង្ហាញក្នុងវីដេអូកាត់វានៅក្បាលនិងកន្ទុយបន្ទាប់មកនៅទីនេះនៅក្បាលត្រីអ្នកអាចឃើញចំណុចពណ៌ស្ទោចមួយនេះគឺជាបន្ទាត់ថ្មីសម្រាប់ត្រីបន្ទាប់មកយើងទាញវាចេញដោយដៃរបស់យើងបានវានឹងទាញនៅពេលទាញសូមក្រឡេកមើលនេះធ្វើឲ្យវាងាយស្រួលក្នុងការដាក់ខ្សែនេសាទវាងាយស្រួលណាស់ក្នុងការយកចេញប្រើវិធីដូចគ្នាដើម្បីយកវាចេញនៅម្ខាងទៀតបន្ទាប់មកប្រើកាំបិតកាត់ខ្នងត្រីកាត់វាជាបំណែកប្រហែល2សង់ទីម៉ែត្រយើងកាត់វាដូចនេះពោះរបស់វានឹងមិនត្រូវបានកាត់ចេញទេជាចុងក្រោយសូមក្រឡេកមើលគ្រាន់តែកាត់វាចូលទៅក្នុងរាងនេះរួចដាក់គោស្មៅដែលកាត់រួចចូលក្នុងអាងធំបន្ថែមខ្ទឹមសនិងខ្ញីមួយចំនួនបន្ទាប់មកច្របាច់ខ្ទឹមបារាំងនិងទឹកខ្ញីចេញដោយដៃរបស់អ្នកបន្ទាប់ពីច្របាច់វាចេញបន្ថែមអំបិលបន្ថែមទៀតយើងអាចបន្ថែមអំបិលបន្តិចទៅត្រីអំបិលស៊ុតនិងសាច់បន្ទាប់មកបន្ថែមទឹកខ្ញីនិងអំបិលចូលលីវាយ៉ាងហ្មត់ចត់ប្រឡាក់ត្រីជាមួយខ្ទឹមបារាំងនិងទឹកខ្ញីវាអាចបំបត្តិក្លិនត្រីបានយ៉ាងល្អអនុវត្តប្រហែល1នាទីរួចទុកមួយឡែកដើម្បីទុកចោល10នាទីបន្ទាប់មកយើងនឹងរៀបចំខ្ទឹមបារាំងកាត់ជាពាក់កណ្ដាលបន្ទាប់មកកាត់ខ្ទឹមបារាំងជាចំណិតក្រាស់បន្តិចបន្ទាប់ពីកាត់រួចរងួនខ្ទឹមបារាំងបន្ទាប់មកដាក់ខ្ទឹមបារាំងចិតចូលចានហើយទុកមួយឡែកក៏រៀបចំខ្ទឹមបារាំងបៃតង2 3ដំបូងត្រូវកាត់ផ្នែកស្នៃខ្ទឹមបារាំងជាផ្នែកស្ដាងបន្ទាប់ពីកាត់រួចដាក់វាចូលក្នុងចានកាត់ស្លឹកខ្ទឹមបៃតងដែលនៅសេសសល់ជាខ្ទឹមបារាំងហាន់ល្អិតបន្ទាប់ពីកាត់រួចដាក់ចូលក្នុងចានតូចមួយរួចទុកមួយឡែករៀបចំខ្ញីមួយដុំថតរូបគាត់ជាមុនសិនជាចុងក្រោយកាត់ខ្ញីជាបំណែកតូចបន្ទាប់ពីកាត់រួចដាក់វាចូលក្នុងចានរៀបចំខ្ទឹមស្ដែលលេបបន្តិចវាដោយកាំបិតមុនបន្ទាប់មកហាន់ខ្ទឹមជាចំណិតស្ដើងបន្ទាប់ពីកាត់រួចដាក់វានៅលើចានរៀបចំម្ទេសជ្រក់ខ្លះដំបូងកាត់វាជាបំណែកតូចមិត្តដែលមិនមានម្ទេសអាចប្រើម្ទេសហាន់បានបន្ទាប់មកកិនម្រេចជាដុំតូចនេះធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការភ្លក្សរសជាតិបន្ទាប់ពីហាន់រួចដាក់លើចានរួចទុកមួយឡែកបន្ទាប់មករៀបចំម្ហូបចំហៀងដែលអ្នកចូលចិត្តអ្វីដែលខ្ញុំរៀបចំថ្ងៃនេះគឺស្បែកតៅហ៊ូបន្ទាប់មកចាក់ខ្ទឹមសចិញ្ច្រាំចូលក្នុងឆ្នាំងដើម្បីធ្វើជាមូលដ្ឋានចាក់ចូលទៅក្នុងស្បែកតៅហ៊ូផងដែរនៅពេលនេះត្រីគោរាំងស្មៃរបស់យើងវាស្ទើរតែត្រូវបានជ្រលក់រើសខ្ទឹមបារាំងនិងខ្ញីរួចដាក់គោស្មៅដែលជ្រលក់ចូលដោយផ្ទាល់បន្ទាប់មកចាក់ដបតូចមួយស្រាបៀរសពីយប់មិញរួចទុកមួយឡែកសម្រាប់ប្រើពេលក្រោយបន្ទាប់មកបន្ថែមប្រេងឆាក្នុងបរិមាណសមស្របបន្ទាប់ពីប្រេងក្តៅបន្ថែមគ្រឿងផ្សំទាំងអស់ចាក់ទាំងអស់ចូលក្នុងខ្ទះយកវាទៅបំពងលើភ្លើងមធ្យមទាបដើម្បីបញ្ចេញក្លិនឈ្ងុយមិត្តជាទីគោរពអ្នកបានឃើញវីដេអូនៅទីនេះការបង្កើតវីដេអូមិនងាយស្រួលទេប្រសិនបើអ្នកគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សម្រាប់អ្នកសូមប្រើដៃរបស់អ្នកដើម្បីរកលុយសូមមេត្តាជួយ like ផងព្រោះរាល់ការ like និង comment ដែលអ្នកធ្វើវាជាការលើកទឹកចិត្តរបស់ខ្ញុំដើម្បីឆ្ពោះទៅមុខសូមអរគុណចំពោះការគាំទ្រនិងបន្តលើកទឹកចិត្តបន្ទាប់ពីចៀនរួចបន្ថែមទឹកស៊ីអ៊ីវ1ស្លាបព្រាបន្ទាប់មកបន្ថែមទឹកស៊ីអ៊ីវ1ស្លាបព្រាបន្ថែមម្សៅម្រេចពណ៌សមួយចំនួនបន្ថែមស្លាបព្រាតូចមួយនៃខ្លឹមសារសាច់មាន់ស្ករបន្តិចផងដែរបន្ថែមស្លាបព្រាតូចមួយនៃអំបិលទោសបន្ទាប់មកប្រើ spatula ដើម្បីបន្ថែមគ្រឿងទេសកូរវាឲ្យសព្វកូរទឹកស៊ីអ៊ីវដើម្បីឲ្យមានរសជាតិបិទកម្ដៅភ្លាមបន្ទាប់ពីចៀនប្រើប៉ែដើម្បីច្របាច់ទឹកចាក់ទឹកជ្រលក់ដោយផ្ទាល់ទៅលើត្រីព្យាយាមធ្វើវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានលាបបំណែកត្រីនីមួយជាមួយទឹកជ្រលក់ទីបំផុតយើងរៀបចំវាទៅក្នុងនេះនោះហើយជាវាបន្ទាប់មកគ្រាន់តែគ្រប់ធុងធ្វើម្ហូបនេះអ្នកអាចប្រើចង្កានបាយនិងចង្កានសម្ពាធអគ្គិសនីចុចប៊ូតុងចាប់ផ្ដើមដោយផ្ទាល់មិនអីទេដល់ពេលបើកវាហើយមើលអាយ៉ាមានក្លិនល្អណាស់ផ្ទះបាយទាំងមូលពោពេញទៅដោយក្លិនក្រអូបចុងក្រោយប្រោះខ្ទឹមបារាំងបៃតងមួយចំនួនឆ្ងាញ់
ស្ងោរត្រីខ្ជិលឆ្ងាញ់បែបនេះយើងរួចរាល់ហើយត្រីស្ងោរបែបនេះគឺឆ្ងាញ់ណាស់មិនស៊ីសាច់ឬឈើវាមានរសជាតិឆ្ងាញ់ណាស់ហើយចូលជាមួយបាយបានយ៉ាងល្អហើយត្រីចំហុយបែបនេះហ៊ានណាស់ដែរសូម្បីតែស៊ុបខាងក្នុងក៏អាចលាយជាមួយបាយមួយចានក៏បានដែរចំណុចសំខាន់គឺថាវិធីសាស្ត្រនេះគឺសាមញ្ញណាស់មិត្តដែលចូលចិត្តអាចប្រមូលវាហើយសាកល្បងវាវីដេអូថ្ងៃនេះត្រូវបានចែករំលែកនៅទីនេះជួបគ្នានៅវីដេអូបន្ទាប់